Group ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយបាត់ admin មកយាណារសារតែរវល់បន្តិចប៉ុន្តែថ្ងៃនេះគឺត្រឡប់មកជួបបងប្អូនវិញហើយអញ្ចឹងសូមស្វាគមន៍មកកាន់ channel YouTube របស់ខ្ញុំគឺស្រីណា TikTok ដែលបងប្អូនបានដឹងថាក្នុង channel YouTube របស់ខ្ញុំគឺខ្ញុំតែងតែចែករំលែកពីការប្រើប្រាស់ជាមួយនឹងមុខងារឬក៏ function អីផ្សេងនៅលើទូរស័ព្ទដៃអញ្ចឹងសម្រាប់មុខងារណាដែលខ្ញុំចេះគឺខ្ញុំតែងតែចែករំលែកនៅក្នុង channel ហ្នឹងអញ្ចឹងណាអញ្ចឹងនៅក្នុងថ្ងៃនេះដែរគឺខ្ញុំមានជាមួយនឹងមុខងារមួយចង់មកចែករំលែកជូនបងប្អូនរបស់យើងទៀតហើយគឺការសេរីជាមួយនឹង function នៅលើទូរស័ព្ទដៃរបស់យើងដើម្បីទទួលបានជាមួយនឹង screen quality ឲ្យវាមាន color ច្បាស់ស្អាតល្អអញ្ចឹងណាបងប្អូនទាំងអស់គ្នាយើងអាចនិយាយបានថាដើម្បីទទួលបាន best screen quality អញ្ចឹងនៅពេលដែលយើងប្រើប្រាស់ជាមួយនឹងទូរស័ព្ទដៃយើងអាចសេរីយក color យក screen power color របស់យើងឲ្យវាមើលទៅវាស្អាតវារៀង natural អីអញ្ចឹងយើងអាចសេរីវាបានណាបងប្អូនហ្នឹងហើយអញ្ចឹងដើម្បីទទួលបានជាមួយនឹងquality color screen វា natural ឬក៏វាស្អាតអញ្ចឹងយើងចូលទៅសេរីបានអញ្ចឹងនៅក្នុងការសេរីជាដំបូងបងប្អូនធ្វើការចូលមកកាន់ setting សិនណាបងប្អូនណាអញ្ចឹងខ្ញុំបញ្ជាក់បន្តិចដោយសារតែទូរស័ព្ទរបស់ខ្ញុំលេង theme នេះមានថាខ្ញុំលេង color នៅលើ app របស់រៀង pink អញ្ចឹងសម្រាប់ទូរស័ព្ទដៃរបស់បងប្អូនចូលមកវាអាចមានការខុសកន្លែងហ្នឹងពីរបស់ខ្ញុំបន្តិចណាប៉ុន្តែមិនជាអីទេបងប្អូនទៅរកពាក្យ setting មកនេះរូបច្បាក់សោនេះ setting នៅក្នុងទូរស័ព្ទហ្នឹងណាអញ្ចឹងដល់ពេលដែលបងប្អូនចូលមកកាន់កន្លែងsetting ហ្នឹងហើយបន្ទាប់មកបងប្អូនទៅរកជាមួយនឹងពាក្យថា display បងប្អូនទាំងអស់គ្នាចាំតិចអញ្ចឹងនេះបងប្អូនឃើញអត់ពាក្យ display នេះណាបងប្អូនធ្វើការចុច select មកលើពាក្យ display ហ្នឹងមកបន្ទាប់មកទៀតបងប្អូនទៅរកកន្លែង motion smoothness នេះបងប្អូននេះឃើញអត់ចូលកន្លែង motion smoothness ហ្នឹងមកអញ្ចឹងជាធម្មតាបើសិនជាបងប្អូនអត់តន់សេរី screen quality របស់យើងហ្នឹងទេបងប្អូននឹងឃើញអាហ្នឹងវានៅលើអា line standard នេះឯងបងប្អូនអញ្ចឹងទូរស័ព្ទរបស់បងប្អូនបើសិនជាអត់តន់សេរីទេនឹងជាប់នៅលើពាក្យ standard ហ្នឹងអញ្ចឹងបើសិនជាជាប់ក្នុង standard ហ្នឹងបងប្អូនធ្វើការចុច select ជាមួយនឹងពាក្យ adaptive នៅខាងលើនេះមកណាកុំយកអា standard ហ្នឹងបងប្អូននឹងឲ្យចុចពាក្យ adaptive នេះមកបងប្អូន back មកវិញសិន back មកវិញហើយបងប្អូនទៅរកពាក្យថា screen mode បងប្អូននេះ screen mode នេះបងប្អូនចូលកន្លែងពាក្យ screen mode ទៅបន្ទាប់មកយកពាក្យ vivid នេះហ្នឹងហើយអាហ្នឹងគឺវាអាចឲ្យយើងសេរី color បានណាបងប្អូនឃើញអត់នេះអញ្ចឹងយើងអស់មកខាងនេះមកនេះ color វាមិន cool អីចឹងទៅរៀងតែមេឃរៀងអីណាណីអញ្ចឹងណាឬក៏នេះបែប warm អីអញ្ចឹងទៅវាឲ្យយើង select បានអញ្ចឹងបងប្អូនអាច select យកមកអូខេនេះ select យកមកវា color ចេះមកហ្នឹងហើយអញ្ចឹងតែប៉ុណ្្នឹងទេបងប្អូនចូលកន្លែងនេះណានេះបងប្អូនឃើញអត់វាឲ្យយើងសេរីអា color RGB នេះអញ្ចឹងយើង select មកយើងចង់បានវា color វាប៉ុណ្ណាប៉ុណ្ណីអញ្ចឹងណាអញ្ចឹងនេះបងប្អូនហ្នឹងហើយតែប៉ុណ្្នឹងហើយបងប្អូននៅទទួលបានជាមួយនឹងអា screen quality របស់យើងវាស្អាតវាមើលទៅ natural ជាងមុនហើយអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងក្នុងវីដេអូគឺមានតែប៉ុណ្្នឹងទេកុំភ្លេចសាកប្រើជាមួយនឹងមុខងារទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាហ្នឹងហើយអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ